ពីដងនៅលើសង្វៀនប្រកួតក្រោយជាមួយនឹងកីឡាករយ៉នយុទ្ធក្រៃបួយ័យ2000ពិទុឈ្នះការថ្វាយបង្គំគ្រូរបស់បង្គោលក្រហមព្រះរាជាណាចក្រកម្ពុជាតាមរបៀបលេងទឹកជាកូនសិស្សរបស់លោកអតីតគ្រូបំបិតគ្រឿងសុសសាយជាកីឡាករមកពីក្លឹបព្រះខ័នរាសូមបងប្អូនអបអរសាទរជូនបង្គោលក្រហមកំពូលអ្នកប្រដាល់ក្បាច់ខ្មែរបុរាណបងវីវ៉ាជាបន្តទៀតសមាជិករបស់បង្គោលគៀវ24ឆ្នាំទម្ងន់75គីឡូក្រាម 1.89 ម៉ែត្រមកពីស៊ុយអែឆ្លងកាត់សង្វៀនប្រកួត60ដង48ដងឈ្នះ10ដងចាញ់2ដងស្មើមិនដែលដួលគូប្រកួតបានម្ដងទេនៅលើសង្វៀនប្រកួតចុងក្រោយជាមួយកីឡាករជនជាតិចិនឈ្នះដោយពិន្ទុការថ្វាយបង្គំគ្រូចាប់ទៅហើយតាមរបៀបប្រមុខ4ជាកូនសិស្សរបស់លោកមីស្ទីលជូមកពីក្លឹបភេទស្មាជីមជាកីឡាករមកពីស៊ុយអែសូមស្វាគមន៍បង្គោលភៀវខាភេទស្មាជីមIntroducing for the international fight between Cambodia and Sweden. For the red corner, Von Viva, he is 35 years old, weighing 75 kilograms, standing 182. With records 47, 43 wins, 3 losses, 1 draw, with 17 victories coming by knockout. And the blue corner, Karpet Samanjim, he is from Sweden, with record 60, 48 wins, 10 losses, 2 draw. ប្រសូតថ្លែងដល់គុណផងដែរទៅដល់អាដាមស្នេហ៍ទូមែនសុកឧបត្ថម្ភជូនកីឡាករ Von Viva $200 ណាថ្លែងដល់គុណដល់អាដាមស្នេហ៍ទូមែនសុកឯកឧត្តមកំពុងទស្សនាហើយឧបត្ថម្ភ Von Viva $200 សហរដ្ឋអាមេរិកគិតជាលុយខ្មែរគេដល់80,000រៀលប្រឹងតែម្ដងថ្លែងដល់គុណអាដាមស្នេហ៍ទូមែនសុកអរគុណដល់ភេទជ្ជៈ3កម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យឱកាសនេះក៏ថ្លែងអំណរគុណដល់លោកអគ្គនាយកក្រុមហ៊ុនភេសជ្ជៈ3កម្លាំងខារ៉ាបាវឧបត្ថម្ភជូនយើងខ្ញុំអ្នកអត្ថាធិប្បាយទាំងពីរអ្នកដែរថ្ងៃនេះមានតែបាត់លេបអឺថ្លែងអំណរគុណបាទជូនបងលោកអគ្គនាយកបាទមានសុខភាពល្អហើយអាសាមកមើលកម្មវិធីបដាល់ផងតែឧបត្ថម្ភអរគុណណាស់ចំពោះវត្តមានរបស់អាដាមគណៈអធិបតីអស់លោកស្រីនាងកញ្ញាពិសេសគឺបងប្អូនទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសបាទលេងមកក្បាច់បាញ់កំជួលរួចតែជើងផ្អើលគេថាផ្សែងខ្មុះខ្មាញ់គេថាសบายពេកគេថាភ្លេចគេថាផ្សែងវាចេញមិនទាន់បាទតែយ៉ាងណាក៏ដោយក៏ជាមោទនភាពណាស់ចំពោះការគ្រប់គ្រងវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណនេះដោយសារតែការរីកចម្រើននិងមានការជួយគ្រប់គ្រងជ្រោមជ្រែងពីសំណាក់ប្រមុខឋានៈដឹកនាំពិសេសបំផុតគឺកីឡាកររបស់យើងមានឆន្ទៈគ្រប់គ្រាន់ទើបការគ្រប់គ្រងនិងលើកស្ទួយវិស័យកីឡាគ្រប់វិស័យតែម្ដងបាទពីប្រមុខឋានៈដឹកនាំបាទជួងចង់ឲ្យវិស័យកីឡាគ្រប់វិស័យរីកចម្រើនបាទចឹងហើយបាទអូអ្នកឲ្យទឹកវ៉ាន់វីវ៉ានេះខ្ពស់ហើយធំជាងវ៉ាន់វីវ៉ា2ដងបាទត្រូវជាបងមែនឲ្យទឹកនេះបងថ្លៃស៊ីអីធំហ៎បាទគឺគាត់ឈ្មោះសុនអេលីតបាទអតីតកីឡាករជាតិ1ម៉ែត្រអាចជួប1ម៉ែត្រ9ហើយពលអ្នកឲ្យទឹកវ៉ាន់វីវ៉ាហើយគីឡូនេះចង់100គីឡូហើយមើលទៅបាទអេលេខសាយបានទេបងសំទោសណាបងមានការអីនិយាយគ្នាបងណាមានបងធំឲ្យវែងខ្ពស់ទៀតអត់ឯងនៅចិត្តបងមកទេមិញដើរទៅយកលុយឧបត្ថម្ភពីគាត់ជូនឧបត្ថម្ភកីឡាករវីវ៉ាមិញនេះក៏ហួរបានទេបងអរគុណណាស់ចំពោះការយកចិត្តតាមដានទស្សនារបស់បងប្អូនទូរទស្សនិកជនឥឡូវនេះពេលវេលានៃការប្រកួតបានចូលមកដល់ហើយរវាងវ៉ាន់វីវ៉ាហើយនិងស្វីដិនកីឡាករស៊ុយអែតបាទខាផេតសមានជីមបាទមួយនេះធ្លាប់ប្រកួតម្ដងដែរបាទលើមុននេះធ្លាប់មកកម្ពុជាយើងម្ដងដែរបាទគឺមើលទៅសាច់ដុំបាទអស់ទោសសាច់ដុំដែលដូចបីឡើងកត្រៀមសាច់ដុំនៃកាក់យើងនៅកន្លោះយើងត្រៀមគូទី3គឺជាគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយនឹងស៊ុយអែតទឹកទី1រង្វាន់បាទគូមិត្តភាពកម្ពុជាស៊ុយអែត Von Viva ខាពិតសមានជីមអីយយយកអេលេ
ឱកាសនេះថ្លែងអំណរគុណដល់លោកអញ្ញាលេងហួរឧបត្ថម្ភវ៉ាន់វិបា$500សហរដ្ឋអាមេរិកអ្នកអត្ថាធិប្បាយលោកមិនភ្លេចទេលោកជួនអ្នកអត្ថាធិប្បាយ$100សហរដ្ឋអាមេរិកដែលថ្លែងអំណរគុណលោកអញ្ញាបាទអត់អីទេវ៉ាន់វិបាសាបាយតិចទៅបាទការប្រកួតតទៀតហើយមិនរុញខ្ញុំនិយាយស្មើគ្នាទៅមកប្រកាសមកកើតបើគេឧបត្ថម្ភយើងទៅហើយលោកបណ្ឌិតកម្មនន្ទ្រុនក៏លោកក៏ឧបត្ថម្ភដែរសម្រាប់អ្នកដែលលេងក្បាច់ពិសេសគ្រូគូប្រកួតនៅលើសង្វៀនអូយយេឌឺ99.99បាទកីឡាករមកពីប្រទេសស៊ុយអែតនេះមិនមែនតឡូវមូលទេណា60ដងហើយវាយបាទ60ដងព្រោះគូប្រកួតនេះគឺឈ្នះ48ដង48ដងចាញ់តែ10ដងទេហើយ2ដងស្មើទេអាយ៉ាជើងក៏ចាត់ទាត់ដៃគេចោលវាយគាត់តែកែមិនទាន់ចេញដល់ឡើយបាទតែកីឡាករពីបរទេសពេលច្រើនមកចាញ់កីឡាករកម្ពុជាយើងត្រង់កែបាទកែរិះគង់បាទគាត់មិនចាយវាយតែកណ្ដាប់ដៃទេបាទកណ្ដាប់ដៃគាត់រៀនទាន់ដល់អរគុណដល់ភេសជ្ជៈបើកម្លាំងខារ៉ាបាយបាក់បោះផ្លេចឆ្ងាយមានអារម្មណ៍ថានេះហត់អស់កម្លាំងឬក៏ល្ងីដេកគំនិតភេសជ្ជៈបើកម្លាំងខារ៉ាបាយអ្នកតស៊ូដ៏អស្ចារ្យបាទទស្សនាបន្តអូយមកជើងស្ដាំរបស់ខាពេជ្រសមាជិកជើងមិញបើថាតោងសាក់វិញចង់ដាច់ខ្សែណាអាយ៉ាមិនហើយបលីវ៉ាសុំទីសិនអូផ្លត់ដៃទៅហើយផ្លត់ដៃទៅហើយលោកអញ្ញាកណ្ដាលគ្រូពេទ្យជួយមើលផងអូមកជើងមិញផ្លត់ដៃហើយអូយបង្គោលខៀវកណ្ដាលខ្ញុំណាអ្នកប្រដាល់មកពីស៊ុយអែតមិនស្គាល់ខ្ញុំអូទីលាក់លើសងវាលើសម័យ My friend we get going down ណា My friend please careful yeah careful we're going down manឈ្នះកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហមបោះបង់ការប្រកួតនៅក្នុងទឹកទី1អូយឃុំទួលតាឯកស្រុកបាត់ដំបងខេត្តបាត់ដំបងបង្គោលក្រហមឆ្លងកាត់សង្វៀនប្រកួតបានចំនួន124ដង110ដងឈ្នះនៅលើសង្វៀន10ដងចាញ់នៅលើសង្វៀន4ដងស្មើដួលគូប្រកួតសន្លប់មិនឲ្យតដៃរួចនៅលើសង្វៀនបានចំនួន52ដងប្រកួតចុងក្រោយជាមួយនឹងធីលិតលទ្ធផលឈ្នះកីឡាករជនជាតិថៃដោយពិន្ទុការថ្វាយបង្គំគ្រូរបស់បង្គោលក្រហមនាពេលបន្តិចទៀតនេះគឺតាមរបៀបរំលឹកគុណគ្រូបង្គោលក្រហមជាកូនសិស្សរបស់លោកគ្រូកែសំអាងជាកីឡាករមកពីក្លឹបកងពលតូចអន្តរកម្មលេខ8ភ្នំទ្របព្រះវិហារសំឡូងលោកស្រីនាងកញ្ញាបសាទរកីឡាករបង្គោលក្រហមព្រះរាជាណាចក្រកម្ពុជាកៅរំចងរីឯប្រវត្តិសង្ខេបរបស់កីឡាករបង្គោលខៀវជាកីឡាករកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាធ្លាក់ថោខៀវស្រោមដៃខៀវមានវ័យ23ឆ្នាំកម្ពស់1.70 ម៉ែត្រទីលំនៅបច្ចុប្បន្នភូមិស្វាយគង់ឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងដូចគ្នាឆ្លងកាត់សង្វៀនប្រកួតបានចំនួន117ដង85ដងឈ្នះ27ដងចាញ់5ដងស្មើដួលគូប្រកួតសន្លប់នៅលើសង្វៀនមិនឲ្យតដៃរួចបានចំនួន28ដងប្រកួតចុងក្រោយជាមួយនឹងកីឡាកររបស់ថៃរ៉ារៀងលូចំបាឆៃនេះដៃដួលគូប្រកួតសន្លប់នៅក្នុងទឹកទី3អបសាទើបង្គោលខៀវថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាកូនសិស្សរបស់លោកគ្រូលំសារវ័នមកពីសាលវ័នកីឡាសូមបងអូនអបអរសាទរកីឡាករកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជាបង្គោលខៀវវគ្គផ្ដាច់ព្រមម្ចាស់ខ្សែក្បាច់ខារ៉ាបាវបង្គោលខៀវឡងស្ពី
and gentlemen. Introducing for the championship final match of Champion Carabao Energy Drink. For the red corner, Kairam Chang, he is 26 years old, weighing 69 kilograms, standing 169 centimeters, with a record 124, 110 wins, 10 losses, 4 draw, with 52 victories coming by knockout. And the blue corner, Long Supi, he is 23 years old, weighing 69 kilograms, standing 170 centimeters, with the record 117, 55 wins, 27 losses, 5 draw, and 28 victories coming by knockout. ក្នុងឱកាសនេះក៏សូមអនុញ្ញាតជម្រាបជូនពីអស់លោកដែលបានចូលរួមឧបត្ថម្ភសម្រាប់ការប្រកួតគូផ្ដាច់ព្រ័ត្ររបស់យើងអូនប្រុស David Leck បានឧបត្ថម្ភដល់កីឡាករកែវរំចង់$100សហរដ្ឋអាមេរិកដែលគាត់នៅ South Australia រីឯបងប្រុសបាននៅខេត្តសៀមរាបម្ចាស់ផ្ទះសំណាក់ Holiday ឧបត្ថម្ភដល់កីឡាករកែវរំចង់$20សហរដ្ឋអាមេរិកដែរម្ចាស់ហាងលក់ទូរស័ព្ទដៃរាជរិស័យបាទត្រូវជាពួកម៉ាក់បការបស់កែវរំចង់ឧបត្ថម្ភ$20ដល់កែវរំចង់ដែរលោកឈៀងប៊ុនធីមនៅអន្លង់វែងឧបត្ថម្ភកែវរំចង់$10ដែរបាទឱកាសនេះក៏ថ្លែងអំណរគុណដល់លោកអគ្គនាយករបស់ក្រុមហ៊ុនក៏ទៅទេអត់ចាំស្អីទេតែក្បត់ក្តៅទៅ$5,000កិត្តិយសខ្មែរមហាសម្លាញ់ដាក់បាវលងទៅពីគេណាក្បាច់នេះលើដែរមួយដែរតែលងនឹងចង់គេថាកំជ្រោកដែរបាទមួយជើងស្ដាំអូហេអូមែនទេអូអស់ចាណាបាទមែនទេលងទៅពីបកគោខៀវរំចង់ក្រហមរំចង់បាត់ដំបងលងទៅពីអ្នកបាត់ដំបងដូចគ្នាបាទហើយជួនរូបភាពទៅលោកភក្តីម្ចាស់យានដ្ឋាន MPK ការ៉ានៅខេត្តសៀមរាបបាទបងទស្សនាហើយគាត់ជើងឆ្វេងមករំចង់ជួយដៃឆ្វេងរំចង់អូយលងទៅពីធ្វើមិនដឹងបាទដែលស្នេហ៍ជនអបអរសាទរគ្រប់ចង្វាក់នៃការប្រកួតទាំងអស់អារ៉ាសពីកម្ពុជាគេខ្ពស់ជាងគេវាយមានព្រៀបជាងនេះហើយគេដាក់ក្បាច់មន់ចិត្តស្រូវមួយទៅបាទកណ្ដាប់ដៃកែវរំចង់ជើងទៅម្ដាយមកទេអូយពីនេះជាអាឡុងទៅពីនេះគេប្រយ័ត្នដូចគ្នារំចង់ក៏ប្រយ័ត្នដូចគ្នាបាទមួយស៊ីចកងមួយស៊ីកែងបាទហើយចូលខានជួបគ្នាយូរក៏ដោយមិនបាច់សាកល្បងទឹកទី1ទេខានជួបគ្នាតាំងពី2011មកហើយរបស់ឡុងសាវីឧបសគ្គរបស់ឡុងសាវីគឺរារឿងលោកច្បាស់ឆៃក្រាបដួលរារឿងទៅហើយសូមសម្លេងយកឲ្យឡើងលើកនេះអូហើយយ៉ារូបភាពនេះទៅដល់នឹងភេងបាទនៅត្បូងឃ្មុំឃើញថានៅពេលនេះខេត្តត្បូងឃ្មុំស្ងាត់ផ្លូវឲ្យទស្សនាការប្រកួតយ៉ាងផ្លាច់ព្រាត់អូយកណ្ដាប់ដៃស្ដាំម្លាយការរំចង់អូហើយដៃរបស់ឡុងសាពីសយកែស្ដាំកែទៅវិញទៅមកឆ្វេងស្ដាំអូយការរំឡុងសាពីធាក់អានេះដល់ខ្លួនពីការរំចាំទៅឆ្វេងស្ដាំអូយកណ្ដាប់ដៃការរំចង់កណ្ដាប់ដៃឆ្វេងរបស់គេលះមែនទែនស្ដាំរបស់ឡុងសាពីដើរចូលគាត់ស្ដាំមកជើងចាប់ទី1សាពីនៃការរំចង់យូរមើលกันអូយបាទមកជើងឆ្វេងរបស់រំចង់បាត់បងអេស្ដាប់ពេកអូយមួយជើងឆ្វេងរំចង់ទៀតហើយចូលមកឡុងសាពីធាក់ជើងស្ដាំឡុងសាពីលេងជើងក្រោមមកជើង5ទៀតរំចង់លេងជើងឆ្វេងស្ដាំអូយស្ដាំបើស្ដាំរបស់រំចង់ដល់ហើយឆ្វេងអូមួយស្ដាំទៅមួយជើង
មួយអូជួយដៃចប់ប្រាំការពាររំចាំប្រាំបញ្ញាកុំឲ្យខូចគេវាយតាមបញ្ញាកចង់ប្រាំការពារ ដើម្បីប្រដាប់ការពាររបស់គេ ជួយដៃជួយទៅអស់វិញអាចចូលวันนี้เราไปดิ้นรนกับซองรีกลุ่นซองที่ซองจะกู้การจังซองกระดับใดส้มแต่มาได้ไม่จะกู้เลย การเอาเนื้อเทียนเอาเนื้อได้เอาจะกงสลับลงสเปย์ ไอ้ช่วยต่อเดือดทำระบบจัง โอ้ยกำลังได้ จังจังไปลงที่ไปได้โจเลยเอ็ดไปอันเจ็บตัวตกหัวเชือกเอ้าลงที่นี่ก็ยกไก่มาบงโยนหัวเราจับคอยดิท่านลงที่นั่งเจ็บตัวท่านช่วยได้ช่วยเองลงที่เลี้ยงจะกู้มวยเอาไปรอมาเนี่ยมาดูดิไปสร้างลงที่นี่จะกู้มวยเจ๊จะมาทำอะไร จะกงลงสเปย์รอไม่เต้น អ្នកតស៊ូដល់ចាខារ៉ាបាបានទៅលើអ្នកណាទៅមើលបាទសុំតែម្ដាយឲ្យសុំតែមកជង្គង់វាខ្លួន ត្រូវจะกงច្រើននៅតែលំចង់ទឹកទី2នេះ លោកចង់លោកទីណាចូលជួយជង្គង់ដល់ទីវាចូលដល់ទៅ Boom សម្លេងយោឲ្យខ្លាំង នៅក្រុមហ៊ុនធុកមុខគ្មានផ្សែង Ranger ហើយនឹងធុកមុខតក Ranger ដែលឧបត្ថម្ភជូនកម្មវិធីជូនលោកអញ្ញាកណ្ដាលនិងអ្នកថាអធិប្បាយផងបាទអរគុណ បាទទស្សនាការប្រកួតបន្តទៀតការរំចង់អូយកំណាប់ដៃ អូបិទមែនលោកស្រីក្លេងជង្គង់មួយយ៉ាងអូរៀងខ្លួនប្រយ័ត្នដូចគ្នាអានេះមិនហៅថាគោតលងមូលណា បាទ តលងជ្រុងអូយបាទស្ដាប់របស់រំចង់ភិតចំណិតដេកទៅលោកស្រីប្រយ័ត្នប្រយែងមែនដើរជួយមួយទៀតរំចង់ចលោជួយវាយស្ដាប់មកដែរទៅវាយលើខ្សែកម្លាំងកពិទូដែរអូនណាលោកស្រីថាមិនអីទេប៉ុណ្ណឹងវាយ5ដៃទៅអីដែរលោកស្រីក៏វាយមួយគេបោះជង្គង់ច្រើនជាងវាយដែរ จะกงច្រើនសម្រាប់លងសពេការរំចង់បាច់ថយបាច់ថយ អានេះគេហៅវាយក្បាច់មួយមរារឿងដែរបាទជួយដល់រត់ជួយលេខផតចាំថយជួយម្ដាយទៀតចូលមួយជើងឆ្វេងរបស់រំចង់ បាទ សងល្អណាស់វត្តជើងក្រោមរបស់រំចង់ហើយទៅមើលរំចង់ឬក៏លងស្ពីចាត់ជើងហើយសម្លាញ់បាត់ជើងឆ្វេងសម្លាញ់ បាទសពេ អា អាច ក ទៅ តោះ ប ដល់ ោ ពេលនេះក្តៅទៅជាហើយអាណាមិនឲ្យខ្វាត់មិនឲ្យបាត់ទៅទៅម៉េចអេដាក់ចូលលងស្ពីហើយអានេះគេហៅថាបាច់គោចាក់ខ្លាបាច់ខ្លាចាក់ធ្លុះ បាទ ឆ្វេងរបស់រំចង់លោកវាយក៏បន្ទូដែរវាយត្រូវលងស្ពីដាក់ចូលទៀតគីឡូដៃបណ្ដាលការរំចង់ឲ្យវាយឆ្ងាយម្ដងមើលម្ដងនេះលងស្ពីដកឆ្កាមុនហើយស្ពីបោះជង្គង់បានល្អ បាទ មួយទៀតជួយស្ដាប់ពុះកែមួយរំចង់ថយលងស្ពីដាក់ចូលធាក់មកជើងហើយបោះជង្គង់ទៀតបាត់ដៃស្ដាប់របស់រំចង់មួយបុកកែមួយតែមិនចេញមែនកម្លាំងណាអូយដូចគ្នាជួយស្ដាប់ដាក់ចូលអូយបាទស្ដាប់ដូចគ្នាល្អណាស់ កំណាប់ដៃហើយស្ដាប់របស់លងសពេស្ដាប់ម្ដាយអូការរំចង់កៃសមកពីលងសពេលងសពេដាក់ចូលកៃស្ដាប់កៃជង្គង់មកយាយការរំចង់3 បាទហើយមិនពេញចិត្តរឿងអីមិញ បាទ Boom សម្លេងយោឲ្យខ្លាំងៗគ្នាមួយទៀតអូ សងរបស់អូយតទៀតមួយដល់ឆ្វេង ហើយលងសពេ ដូចគ្នាមកកម្លាំងនេះធ្លាក់ដូចគ្នាគូរពីនេះ បាទ តាទីបាយប្រយ័ត្ននេះតាទីបាយបាត់ទូរស័ព្ទអស់ហើយជួយមើលផងបាត់ទាំង3គ្រឿងទៅលុបខ្លួនហើយយើងអាយ៉ា កំណាប់ដៃ ចាប់ទឹកចាំដាក់ចូលស្រួលបួលអ្វីអើយគាត់ពេលវេលាសម្រាប់អើយ កំណាប់ដៃដល់ទៀតលងសពេដាក់ចូលអោបជង្គង់ឆ្វេងលងសពេអោបជង្គង់រំច
ចង់ ចេះអីតែឯងជង្គង់ ចង់ជាយានថយចង់ប្រកាសពីទៀតហើយ លេខខូចគេឲ្យញ៉ាកណ្ដាលជួបមើលផងមើល អាយអើយកណ្ដាច់ស្ដាប់ឆ្វេង នេះលោកពីគេហៅក្បាច់ស៊ីរារឿងក្បាច់ចឹងក្បាច់មកចិត្តត្រូវ បាទ អានេះគេហៅពួកវែកចាប់ពងចេញពីឆ្លងផ្ទះ លោកសុភីដេញតាមកាយលោកសុភីជង្គង់ ហើយ ឆ្វេ ឈា ង មបានឲ្យរំចង់ចេញឈាមហើយ អូយបាយហើយការរំចង់បាយហើយលោកសុភីជង្គង់អេអូ លោកសុភី អានេះគេហៅថាបបឹកសូមលាសាដល់លោកសវីមកកៃនេះ ឡុងសុភីទទួលជ័យជំនះលើកីឡាករបង្គោលក្រហមដោយកីឡាករបង្គោលក្រហមមានរបួសក្បាលធ្ងន់ធ្ងរពេកដែលមិនអាចបន្តការប្រកួតតទៅទៀតបានដូច្នេះសូមបបង់ការប្រកួតនៅក្នុងទឹកទី4 ស្ដាប់នៅក្នុងទឹកទី3វាយបង្គំគ្រូតាមរបៀបព្រំមុខ4ជាកូនសិស្សរបស់លោកភីឆៃមកពីក្លឹបលោកឆាំបាឆៃសូមសម្លេងស្វាគមន៍ជូនកីឡាករបង្គោលក្រហមរ៉ារឿងលោកឆាំបាឆៃរីឯបង្គោលខៀវមានវ័យ19ឆ្នាំទម្ងន់69គីឡូក្រាមដូចគ្នាកម្ពស់ 1.76 m ទីលំនៅបច្ចុប្បន្ននៅស្រុកបានហេបហេតុខនកែនព្រះរាជាណាចក្រថៃដូចគ្នាធ្លាប់ប្រកួតចំនួន86ដងឈ្នះ66ដងចាញ់20ដងមិនដែលស្មើផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន12ដងប្រកួតចុងក្រោយចាញ់ពិន្ទុកីឡាករកៅរំចង់ហើយបង្គំគ្រូតាមរបៀបព្រំមុខ4ជាកូនសិស្សរបស់លោកភីឆៃមកពីក្លឹបអ៊ីមីណានអែសូមសម្លេងស្វាគមន៍ជូនកីឡាករបង្គោលខៀវទីណែកទីថាកមឿងកានបាទប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីព្រឹត្តិការណ៍ ចក្រមត្រៀមប្រុងព្រៀបប្រកួតគូអន្តរជាតិទី1គឺជាគូប្រកួតវគ្គផ្ដាច់ព្រាត់ដើម្បីទទួលបានចំណាត់ថ្នាក់លេខ3និងលេខ4ទឹកទី1 round 1 បាទទឹកទី1 សម្លេងនោះសម្រាប់គូទី1ខ្លាំងៗទាំងអស់គ្នាមួយមក មិត្តរួមជាតិថៃ មករោជាតិបបពីខនកាន់ជីឡានមកជាមួយគ្នាមួយក្អីចិត្តគ្នា អីក៏គ្នា លេខអូតែជាមួយគ្នាញ៉ាំទឹកមួយគ្នាត្រឡប់ឲ្យមួយគ្នាកំថាវាយលុយចែកគ្នាវើយ លេខ3បាន1200លេខ4បាន800ដុល្លារ អស់ចាំមែន បាទទស្សនាការប្រកួតអាជ្ញាកណ្ដាលគឺលោកធុនសុភាកីឡាករទាំងពីរសិតតែចាញ់កីឡាករកម្ពុជានៅវគ្គពាក់កណ្ដាលដោយប្រដូចគ្នារ៉ារឿងលោកឆាំបាឆៃចាញ់កីឡាករឡុងសុភីពី
ប្រកួតទួនមិនគួរជឿដែលធ្វើឲ្យគេបាត់បង់ឱកាសទឹកប្រាក់រាប់ពាន់ដុល្លារសម្រាប់កីឡាកររ៉ារឿងនិងលោកឆាំបាឆៃក៏ប៉ុន្តែកីឡាករថៃរូបនេះរួមជាមួយនឹងធីលេកភីតាក់មើងកានក៏សន្យាថានឹងប្រកួតឲ្យអស់ពីលទ្ធភាពដើម្បីបង្ហាញទស្សនិកជននៅព្រះរាជាណាចក្រកម្ពុជាឲ្យបានឃើញពីសមត្ថភាពរបស់កីឡាករទាំងពីរព្រោះថាកីឡាករទាំងពីរមិនមែនចង់ប្រកួតតែថ្ងៃនេះមួយរយៈនោះទេនឹងប្រកួតជាបន្តទៀតនៅព្រះរាជាណាចក្រកម្ពុជាដើម្បីទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រិយមិត្តទស្សនិកជនអ្នកស្នេហាវិស័យកីឡាប្រដាល់ដែលជាក្បាច់គុណបារាំងខ្មែរពិតៗជង្គង់ហោះរបស់រ៉ារឿងខុសត្រូវគ្នា$400ដែរតា1200និង800ដុល្លារស្ដាំម្ដាយម៉ាត់ខុសរ៉ារឿងពីរដងខ្លួនអត់ទេអាយ៉ារ៉ារឿងតបជើងក្រោមជីឡានមកជាមួយគ្នាស្អីញ៉ាំបាយជាមួយគ្នាស្អីនៅប្រទេសជាមួយគ្នាស្អីតែត្រូវវាយគឺវាយហើយវាយឡើងគិតមិនរួមអាជីពហើយនេះគឺជាការប្រកួតទឹកលុយខុសគ្នាឆ្ងាយដែរ1200 800ខុសគ្នា400ណា400ចូលស្ប៉ាកែនថាមែនជុំនេះមើលដុំជ្រៀងដល់បកនឡាមលេខសយមិនបានចង់ទឹកទី1រ៉ារឿងខ្ពស់ជាងទីលេខតិច1.3ម៉ែត្រអាយ៉ាទីលេខទាត់ស្ដាប់ជើងចាប់ជើងជាប់ជើងចោលវ៉ាវទីលេខដួលតិចហើយប្រកួតជាបន្តទៀតក្នុងឱកាសនេះអ្នកឈ្នះបានលេខ1 $5,000អ្នកចាលេខ2លេខ$3,000លេខ3 $1,200លេខ4គឺ$800តិចជាងគេអ្នកអត្ថាធិប្បាយជូនមកម្នាក់$50ដែរយប់ហ្នឹងបាទពីលោកអគ្គនាយកក្រុមហ៊ុនភេសជ្ជៈ3កម្លាំងខារ៉ាបាវសូមកលែងអរគុណបាទឥឡូវនេះចាប់ទឹកទី1ហើយ The final ជា championship ទៅហើយយប់នេះហើយមើល number រ៉ារឿងលោកចម្ប៉ាឆៃហើយនឹងធីលេកអ្នកបដាលមកពីខនកែនដូចគ្នាយប់មិញតែដេកអោបគ្នាពីនេះមួយគ្នាទៅសម្លាញ់អធិស្ឋានផងណាជាស្រ័យហើយដេកលើអូតាឡាដៃទេដែលសំខាន់បាយមិនដឹងតែអោបគ្នាចូលយើងមានគេហៅថាប្រតិទិននៃការទូទាយើងឆ្នាំថ្ងៃនេះឆ្នាំម្សាញ់ឆុងក្នុងឆ្នាំកុលទេសាមិនបានអរសាសពេញខ្លួនគាត់អ្នកស្មានមិនដល់លើចុងក្រោយកីឡាករថៃជួបនឹងថៃកម្ពុជាជួបនឹងកម្ពុជាសោះបាទខុសពីការទូទារបស់ទស្សនិកជនទាំងអស់បាទឥឡូវរ៉ារឿងអាយមិនได้ស្ដាប់របស់ទីលេករ៉ារឿងប្រកួតចុងក្រោយចាញ់ឡុងសវីស្លាប់ទីលេខចាញ់បន្ទូការរំចង់ទេណាក៏ប៉ុន្តែរ៉ារឿងបដួលវងណយស្លាប់ស្ដូរវងណយស្លាប់បជាកថាផ្ដាច់វងណយចេញពីសង្វៀនខាងបាយហើយនេះគឺជាហេតុផលរបស់បងប្អូនតែជ្រាបជាដំណឹងរ៉ារឿងកណ្ដាប់ដៃអូយដល់ស្ដាំសោយឆ្វេងវាយមួយគ្នាឲ្យល្អមែនទេទីលេខក៏ល្អដែរថ្ងៃនេះគឺរៀងក្តៅតិចតែមិនអីទេបាទមិនអីទេទឹកចិត្តតែបញ្ហាវិស័យកីឡាហើយក្តៅប៉ុណ្ណឹងក្តៅជាងតិចក៏មិនថាអីដែរបាទភាសាបងប្អូនបានតាំងពីម៉ោង2អាកាសធាតុមិនស្អីទេក៏បានក្តៅចិត្តមកក្តៅចិត្តមកឲ្យបានចូលទស្សនាណាក៏វាមកប្រហែលទស្សនាមកទាំងអស់នៅបរិវេណទូមកយន់នេះក៏ចង់ដាក់5000នេះក៏បីដែរបាទអូហូយទីលេខទាត់ស្ដាំទីលេខស្ដាំម្ដាយរ៉ារឿងទាត់ស្ដាំមួយជើងគុំជាប់មីដងខ្លួនអាយទីលេខធ្វើមកស្រួយថាឈឺមកស្ដាំម្ដាយចាប់ជើងជាប់ធ្វើដួលកីឡាករទាំងពីរបត់ពិសោធន៍ទឹកក្បែរ100ដងដូចគ្នាហើយ85ដងរ៉ារឿងទីលេខ86ដងរ៉ារឿងទាត់ស្ដាំមួយទៀតស្ដាំម្ដាយចាប់ជើងជាប់ម្ដាយស្ដាំបើ
ដូចជាខំគ្នាមិនតែមិនគួរណាយើងមកជួបគ្នាសោះទីឡើយខ្ញុំគួរតែគុំកែវរំចង់មិនគួរតែលងសុភីមកបបាក់ខ្ញុំនៅលើសង្វៀនខារ៉ាបានេះសោះ មិនគួរណាចាញ់ក្នុងសពីទី2 ដង ទី2មិនចឹងទេបាទជង្គង់រារឿងមានអ្នកគ្រប់គ្រងច្រើនមកគេបបាយចេញដោយលោកខុនសុភាគួរជាបន្តទៀតជង្គង់ឆ្វេងរារឿងជង្គង់ឆ្វេងទៅជង្គង់ឆ្វេងសងវិញទីលក្ខមិនហើយរារឿងជង្គង់រារឿងលោកចំបាឆៃអ្នកប្រដាល់ឲ្យមានមហិច្ឆតាចង់ខ្លាចជាម្ចាស់ខ្សែក្រវ៉ាត់របស់ខារ៉ាបាល់ក៏ប៉ុន្តែក្តីសពិនមិនអាចខ្លាចជាការពិតទេដោយសារតែការក្តីសពិនមហិច្ឆតាខ្ពស់ពេកប្រឡត់ស្រីតែមួយផ្លែតលងសុភីបំបត្តិនៅលើសង្វៀនតែម្ដងបាទចាំមើលគាត់សង្ឃឹម 100% បាទគាត់មានចិត្តក្នុងមហិច្ឆតានិយាយជាមួយខ្ញុំนะครับគេថាគេនឹងសុំ Final Championship ជាមួយការរំចង់តលបានបាទហើយខំបំបាក់វងណយចេញពីសង្វៀនទៅហើយក៏មិនថាជាអកុសលមកបបាក់លងសុភីបាទដាក់កន្លែងណាក៏ឆ្អឹងទៅតឹងកបាទខ្លាមួយទៅសល់ខ្លាមួយទៀតអស់មួយទៅសល់មួយទៀតអ្នកបដាល់គេហៅថាសល់ឆ្អឹងតែម្ដងរូបភាពជួយទៅបងប្អូនទូទាំងប្រទេសកំពុងទស្សនាបងបាទក៏មិនបាត់អត់សុខទីលេខគីឡូដៃស្ដាមគីឡូឆ្វេងរបស់រារឿងអ៊ុយ1200សម្លាញ់ខុសគ្នា400បាទចាំមិនមកចំកិតគ្នាទៀតសិនបាទវាយធ្វើមិនក៏មិនតែទស្សនិកជនខកបំណងយើងមកពីស្រុកមួយគ្នាបាទថ្ងៃនេះបងប្អូនយើងទស្សនានៅតាមប្រទេសហាត់បើអ្នកទី2មកពីអំភើឈុំភែនេះអំភើបានហែមបាទបានហែមចិត្តគ្នាហ្នឹងឯងឈុំភែបានហែមនឹងចិត្តគ្នាហ្នឹងឆ្លងតាមកស្ពានដល់ហើយនិយាយទៅស្លប់នៅទៅទៀតសួរគេមិនដឹងបើមិនសួរមិនដឹងទេមិនយ៉ាងបាទឆ្លងស្ពានមើល Google Map ដឹងទេណាឆ្លងស្ពាននេះដល់ហើយអំភើទាំងពីរហ្នឹងឯងឡាយជង្គង់របស់រារឿងបាទរារឿងនេះក៏ជាកីឡាករដិតនៅក្នុងអារម្មណ៍របស់បងប្អូនប្រជាជនកម្ពុជាយើងដែរចង់ឲ្យរារឿងនេះប៉ះមួយការរំចង់ម្ដងទៀតបងតែមិនតែមិនគោបំណងទេបងប្អូនបាទរារឿងនេះលើតែមានដំណឹងប្រកួតចុងខែហ្នឹងដែរប្រកួតនៅសង្វៀនទទួលបញ្ជាន់ដែរអាចមានការគូប៉ះមួយការរំចង់ម្ដងទៀតអីអូយមួយនេះអូយពេញតែម្ដងអូយអានេះគេហៅថាកាមេរីហៃប្រីតបែកធុងទឹកអើយទៅតែ2គីឡូនេះចេះរងកន្លះអាហ៊ីតទ័រឡើងកម្ដៅលៀមអូចេះខាងឡានទៀតឡើយប្រកួតបន្តទៀតរៀបរាប់មិនអស់ជំនាញច្រើនណាលោកមុនឯងចេះថាទៅអូយnokរត់មកជីបអីចំបាឆៃទទួលជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវសន្លប់នៅក្នុងទឹកទី3